ប៉ុន្តែបើសិនណាជាខ្ញុំមិនឈរជើងដោះស្រាយមិនចេញវាអន្តរក្រសួងមិនដាច់អាទឹកដល់ឡែកទៅអាភ្លើងដល់ឡែកទៅអាផ្លូវដល់ឡែកទៅត្រូវឲ្យពួកគាត់នឹងប្រាប់ថាដំណើរការផ្ទះហើយបាន100ហើយអ្នកឯងត្រូវតទឹកចូល100តភ្លើងចូល100អញ្ចឹងពួកគាត់ថាចាំស្ថិតិចាំរាយការសុំយោបល់ខ្ញុំថាអត់ទេម៉ោងនឹងមិនសុំយោបល់ទេត្រូវទៅរួបរวมបើលោកឯងមិនហ៊ានខ្ញុំទូរស័ព្ទទៅរដ្ឋមន្ត្រីហើយបើលោកឯងរដ្ឋមន្ត្រីមិនព្រមទេគឺខ្ញុំប្តឹងទៅសម្ដេចឮថាសម្ដេចនិយាយពីរត់ទិញអំពូលដាក់ភ្លាមមកបាទព្រោះគាត់ក្នុងគណៈកម្មការចំពោះកិច្ចដែលជាអ្នកអនុវត្តខ្ញុំក្នុងនាមសម្ដេចជាអ្នកសម្របសម្រួលទេអត់មានអីគេទេពួកគាត់មានលុយមានកាក់ទិញធ្វើទឹកសយោស្អីៗចឹងទៅហើយដល់អារែងនៅប្រទេសមានជ័យឧត្តមមានជ័យនេះវាឆ្លោះគ្នារវាងឡាសិតស្រីជាមួយនឹងផ្ទះហ្នឹងអញ្ចឹងអត់ទឹកប្រើអញ្ចឹងខ្ញុំសម្រេចចិត្តសុំរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថាពួកអត់អីទេធ្វើទៅខ្ញុំតទឹកពីសមាគមអតីតយុវជនចូលឲ្យប្រើ250គ្រួសារអល់ភ្លើងចឹងដែរសេវាករសេវាកម្មគេទាលុយតបញ្ចូលតអីខ្ញុំថាទេម៉ោងនឹងអត់មាននិយាយពាក្យនឹងទេសម្ដេចលោកឲ្យតចូលលោកឲ្យលុយមួយឆ្នាំលោកឲ្យទឹកមួយឆ្នាំប្រើប្រាស់ដោយរដ្ឋចេញលុយបានគេសវេសវារត់រកគ្នាអញ្ចឹងទេក្រោយមកបាទស្រួលមែនតើអគិសនីកម្ពុជាគាត់សកម្មមែនតើបាទខាងទឹករដ្ឋកោទឹកនៅសៀមរាបគាត់ខំប្រឹងទោះបីពិបាកយ៉ាងម៉េចក៏ដោយចង្វាយខេត្តរួមជាមួយខ្ញុំនឹងដឹកទឹកឲ្យមកមិនដាច់ឡាន3 4 5នឹងដឹកយន្តដល់យប់ម៉ោង2 ដល់ 10ក៏មានដែរព្រោះគាត់បខំចូលគាត់ថានៅក្នុងតង់ក្តៅណាស់គាត់ថាយ៉ាងងាប់កូនចៅអស់ហើយផ្ទះនៅហើយតែ 30%ក៏គាត់ទៅនៅដែរគាត់សុំជ្រកខាងក្រោយហើយគាត់មកជជែកជាមួយក្រុមជាងហ្នឹងដើម្បីឲ្យជាងធ្វើថែមឲ្យគាត់តែគាត់ថែមលុយឲ្យគាត់តយ៉ាក់ចេញអីចឹងគាត់ចាក់ស៊ីម៉ងគាត់បោកអីចឹងទៅដូច្នេះ2800ជំហានដំបូងនេះគឺចូលនៅទាំងអស់ហ្មងអត់ព្រមទេអញ្ចឹងខ្ញុំត្រូវដើរប្រមូលតង់នឹងលាងដុសសម្អាតនឹងដាក់ឃ្លាំងដើម្បីរក្សាទុកបង្កើតមានបញ្ហាកើតឡើងបន្តទៅទៀតយើងនឹងធ្វើការដោះស្រាយបន្តអាហ្នឹងជំហានទី1សម្ដេចដល់ជំហានទី2មកហ្មងអូតាកូនគីមករោម5 600នឹងមកពីណាអ្នកខ្លះមកពីថៃតាមថ្មើរជើងអ្នកខ្លះមកពីថៃតាមអាកាសគាត់ថាខ្ញុំមានផ្ទះមានដីស្ថិតិនេះឈ្មោះខ្ញុំមានបានរស់នៅមានប្លង់ដីនេះផ្ទះរបស់ខ្ញុំគាត់មកតវ៉ានៅពេលដែលចុះឈ្មោះ2800គ្រួសារនៅក្នុងខេត្តឧត្តរមានជ័យនឹងគាត់ចុះឈ្មោះតែអ្នកនៅក្នុងជំរំទេអ្នកនៅក្រៅជំរំតាមបណ្ដាខេត្តគាត់អត់បានចុះទេហើយអ្នកនៅប្រទេសថៃក៏គាត់អត់បានចុះដែរគឺថាគាត់ដោះស្រាយតែរឿងអ្នកនៅក្នុងជំរំមាន300គ្រួសារគាត់ដាក់300មកដល់ប្រមូលចុងក្រោយទៅបច្ចុប្បន្នភាព580ឥឡូវដល់ធ្វើមែនតើវាមានស្ទូនដល់50ឥឡូវដកថយបាននៅសល់តែជាង500គ្រួសារទេអញ្ចឹងក្រសួងមហាផ្ទៃជាមួយខ្ញុំនឹងត្រូវធ្វើ listening ហើយដាក់ឲ្យច្បាស់ឈ្មោះថ្ងៃខែម៉ោងផ្ទះសម្បែងដោយសម្ដេចមានប្រសាសន៍បាញ់មិញថាធ្វើម៉េចឲ្យច្បាស់កុំឲ្យក្បិតមុខពីរឲ្យអានេះអត់អានេះកើតរឿងដូច្នេះទេខ្ញុំបានសម្រាប់បានរួចរាល់អស់ហើយខ្ញុំខ្លាចខែភ្លៀងនេះគាត់ចិត្តតែស្រែកឲ្យតែឃើញឡានខ្ញុំទៅដល់គឺគាត់បរោមហ្មងគាត់ដឹងគាត់ទេអូស្អីTikTok របស់គាត់បន្តគ្នាណោះតាគីមកហើយប្តឹងយើងប្តឹងគាត់លែងហ៊ានបង្ហោះបង្ហើយព្រោះគាត់ល្អតែដឹងប្រាប់គាត់ណែនាំគាត់ថាមានការអីប្តឹងគណៈកម្មការប្រចាំការអញ្ចឹងពួកក្រុមខ្ញុំមកក្រុមទៅពួកក្រុមខេត្តមកក្រុមទៅប្រចាំការដោះស្រាយបញ្ហាបបាក់ជាងគេតែខេត្តហ្នឹងបើខេត្តប្រវៀនលែងបបាក់ដោយសារអីដោយសារតង់គាត់មុតគាត់ក៏មិនទាន់ចង់ចេញទៅដែរប៉ុន្តែផ្ទះឥឡូវបាន400ខ្នងហើយនៅសល់តែ200ខ្នងជាងទេខ្ញុំសន្យាជាមួយសម្ដេចថានៅបំណាច់ខែនេះខ្ញុំនឹងបញ្ចប់បេសកកម្មនេះមួយប៉ុន្តែត្រូវបន្តជាង500ខ្នងនៅខាងប្រទេសមានជ័យបន្តទៅទៀតដែលត្រូវខិតខំដោះស្រាយដើម្បីកុំឲ្យពួកគាត់ស្រែកខ្ញុំខ្លាចតែបន្តិចទៀតគាត់ស្រែកតាម Facebook ហើយស្រែកតែស្រែកខ្ញុំទៀតហើយត្រូវមកទៀតហើយអញ្ចឹងទេខិតខំព្យាយាមដើម្បីដោះស្រាយបញ្ហានេះសូមរាយការណ៍ផងហើយសូមធ្វើការអន្តរាគមន៍ជូនចំពោះសម្ដេចផង